វីដេអូមួយនេះមានអត្ថប្រយោជន៍ជាច្រើនទៅដល់បងប្អូនជាពិសេសបងប្អូនដែលកំពុងធ្វើការនិងរស់នៅក្នុងប្រទេសថៃហើយបើសិនជាបងប្អូនឃើញវីដេអូជួយ share វីដេអូម្នាក់មួយផងដើម្បីបងប្អូនយើងដឹងបញ្ជាក់ចំពោះការទិញសំបុត្រយន្តហោះបើសិនជាបងប្អូនចេះគឺយើងអាចទិញបានតាមរយៈ app ដែលគេលក់សំបុត្រយន្តហោះនឹងតែម្ដងប៉ុន្តែបើថាបងប្អូនអត់ចេះទិញទេអាចទៅតងឬក៏ឆាតមកកាន់ page របស់យើងគឺយើងមានក្រុមការងារសម្រាប់ជួយរៀបចំសម្រួលទិញសំបុត្រយន្តហោះជូនបងប្អូនតែម្ដងហើយសម្រាប់បងប្អូនដែលគាត់មកខ្មែរណាបច្ចៈយើងអាចមកដល់ពលានមុន2ម៉ោងដើម្បីយើង check in ចូលទៅក្នុងប្រទេសកម្ពុជាតែម្ដងហើយងាយទេនៅពេលដែលយើង check in ហើយយើងនឹងបានសម្បត្តិហើយសម្បត្តិឲ្យបងប្អូនឃើញហើយគឺយើង S125 អញ្ចឹងយើងពិនិត្យមើលកន្លែងដែលតម្រង់ជូរទៅនោះគឺ S101 ដល់ S128 អញ្ចឹងយើងមើលតាមសញ្ញាព្រួញគេទៅបច្ចៈបើយើងអត់ចេះអានអក្សរឬក៏យើងអាចសាកសួរបុគ្គលិកគេនៅទីនឹងផ្ទាល់តែម្ដងអានេះទិដ្ឋភាពដែលខ្ញុំឡើងចដាយន្តនៅផ្នែកខាងក្រោមដែលយើង check in ដើម្បីបានទទួលសម្បត្តិយន្តហោះដូចខ្ញុំបច្ចៈទៀតចំពោះសម្បត្តិយន្តហោះគឺយើងពិនិត្យមើលឲ្យបានច្បាស់ចំពោះលេខកៅអីរបស់យើងហើយនឹងលេខជើងយន្តហោះរបស់យើងតើជើងយន្តហោះរបស់យើងនឹងឈ្មោះអីហើយលេខប្រមាណបច្ចៈទៀតណាគឺយើងតែប្រឌិតមើលបើសិនជាឆ្ងល់យើងអាចសួរគេបានហើយនេះទិដ្ឋភាពដែលខ្ញុំដើរចូលក្នុងពលានផ្ទាល់តែម្ដងហើយបងប្អូនយើងក៏បានកក់សម្បត្តិយន្តហោះតាមខ្ញុំច្រើនដែរថ្ងៃហ្នឹងគឺចំនួនច្រើនមែនទែនអញ្ចឹងបច្ចៈទៀតសម្រាប់បងប្អូនដែលគាត់ចង់ចោះមកខ្មែរណាបច្ចៈសម្រាប់បងប្អូនដែលគាត់មានអូថរៈចាំបាច់ចង់ចោះមកខ្មែរណាដែលគាត់មាន passport visa ត្រឹមត្រូវបងប្អូនអាចទាក់ទងមកកាន់ page របស់ខ្ញុំបានខ្ញុំនឹងជួយរៀបចំកក់សម្បត្តិយន្តហោះឲ្យក្នុងតម្លៃថោកសមរម្យណាថោកសមរម្យជាងគេមែនទែនតែម្ដងបងប្អូននិយាយចំទៅអត់មានកាប់អត់មានកោទេអ្វីដែលអាចជួយបានគឺយើងនឹងជួយបងប្អូនខ្មែរយ៉ាងតែម្ដងហើយនេះបងប្អូនឃើញស្រាប់ហើយបងប្អូនខ្មែរយើងដែលគាត់ចោះទៅខ្មែរគឺច្រើនមែនទែនណាអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំបានជូនពួកគាត់មកហើយខ្ញុំក៏ទៅផ្លាយមកប្រទេសខ្មែរដូចគ្នាដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ចោះមកកុំភ្លេចអាចទាក់ទងបានតាមរយៈ page បុនហេងផ្ទាល់តែម្ដងឆាតមកក្នុង page ផ្ទាល់ណាបើសិនជា call អត់ចូលឬក៏បងប្អូនទៅទាក់ទងតាមលេខទូរស័ព្ទអត់កើតគឺឆាតមកតាមរយៈតាម Telegram ក៏បានតាម Line ក៏បានដែរហើយមួយវិញទៀតសម្រាប់បងប្អូនឆ្ងល់ព័ត៌មានលម្អិតទាក់ទងនឹងការធ្វើដំណើរឬការទិញសំបុត្រយន្តហោះណាដូចខ្ញុំបញ្ជាក់ទៀតឆាតមកកាន់ page របស់ខ្ញុំផ្ទាល់មកយើងមានក្រុមការងារសម្រាប់ឆ្លើយតបតែម្ដងព្រោះអីយើងអត់កំណាញ់អត់រិះទេហើយចំពោះតម្លៃសំបុត្រយន្តហោះគឺយើងធានាជូនណាគឺតម្លៃធូរមែនទែនតែម្ដងយើងអត់មានទៅកាប់ឬក៏កោបងប្អូនទេបញ្ជាក់ទៀតណាអញ្ចឹងចំពោះសេវាកម្មឲ្យជួយទិញសំបុត្រយន្តហោះឲ្យគឺយើងមានសេវាកម្មជួយទិញតែម្ដងអានេះបន្ទាប់ពីហោះមកគឺយើងមកដល់ប្រទេសកម្ពុជាហើយណាយើងមកដល់ប្រទេសខ្មែរយើងដោយសុវត្ថិភាពតែម្ដងហើយមុននឹងដល់ប្រទេសខ្មែរខ្ញុំភ្លេចជំរាបប្រាប់សម្រាប់បងប្អូនដែលគាត់នៅលើយន្តហោះគាត់ត្រូវការបត់ជើងបត់ដៃអីចឹងណានេះពីរបៀបរបបអំពីការបត់ជើងតូចបត់ជើងធំអីចឹងគឺនៅក្នុងប្រព័ន្ធគេគឺស្អាតតែម្ដងប៉ុន្តែគាត់ថាបងប្អូនមើលតាមសញ្ញាព្រួយដែលគេចុចតិចរកកន្លែងទឹកលាងអីអត់បានទេហើយបន្ទាប់ពីយើងហោះចំនួន55នាទីឥឡូវគឺយើងមកដល់ប្រលានយន្តហោះកម្ពុជាយើងហើយណាគឺប្រលានយន្តហោះដែលចូលថ្មីហ្នឹងគឺស្អាតមែនទែនបងប្អូននេះហើយបងប្អូនយើងក៏បានចោះមកដល់ដោយសុខភាពដែរបញ្ជាក់បងប្អូនដែលគាត់មានវីសាណាមិនថាប៉ាសពតខ្មៅឬប៉ាសពតក្រហមទេអាចចោះមកបានធម្មតាដោយបងប្អូនឃើញស្រាប់ហើយ